ก็សូមគ្រប់ជំរាបសួរដល់ពូមីងបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនិងកូនរបស់ខ្ញុំគឺកំពុងតែនៅមុខ Lucky Mart មួយបាទដែលនៅជិតក្បែរផ្ទះរបស់ខ្ញុំហើយក៏ខ្ញុំចង់ជំរាបជូនអំពីចំណាប់អារម្មណ៍របស់ខ្ញុំហើយការយល់ឃើញរបស់ខ្ញុំផ្ទាល់តែម្ដងអំពីស្ថានភាពបច្ចុប្បន្នពីទំនាក់ទំនងរវាងកម្ពុជានិងថៃឬក៏ស្ថានភាពនៅតាមព្រំប្រទល់កម្ពុជាថៃរបស់យើងរហូតដល់ភាគីថៃបានបិទច្រកឯកតោភាគីហើយភាគីកម្ពុជាយើងក៏សូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានជំហរយ៉ាងច្បាស់លាស់និងរឹងមាំដើម្បីតម្កល់នៅភាពជាម្ចាស់ក៏ដូចជាភាពនៃចាស់ទុំនៃការដឹកនាំប្រទេសរបស់យើងនោះបាទហើយខ្ញុំក៏បានឃើញបងប្អូននៅក្នុងសង្គម Facebook ជាពិសេស friend នៅក្នុងសង្គម Facebook របស់ខ្ញុំគឺគាត់បានបង្ហាញអំពីស្មារតីស្រឡាញ់ជាតិនិងស្មារតីស្នេហាជាតិយ៉ាងផុសផុលតែម្ដងហើយនៅក្នុងន័យនេះខ្ញុំយល់ឃើញចេះសម្រាប់ស្មារតីស្នេហាជាតិឬក៏ស្រឡាញ់ជាតិគឺមិនចាំបាច់បងប្អូនកូនក្មួយរបស់យើងមិនចាំបាច់លីកភ្លើងលីអាវុធទៅធ្វើសង្គ្រាមអីជាមួយនឹងថៃជាមួយនឹងអីនោះទេបាទខ្ញុំយល់ឃើញចេះវិញខ្ញុំយល់ឃើញថាជារឿងមួយដែលស្រួលងាយទេក្នុងនាមយើងជាប្រជាជនកម្ពុជាយុវជនកម្ពុជាយើងគួរតែធ្វើរឿងដែលងាយស្រួលហើយជួយដល់សេដ្ឋកិច្ចកម្ពុជារបស់យើងផ្ទាល់តែម្ដងបាទគឺអីគឺយើងត្រូវគ្រប់គ្រងនៅផលិតផលជាតិរបស់យើងបាទជាពិសេសគឺផលិតផលក្នុងស្រុករបស់យើងតែម្ដងខ្ញុំឧទាហរណ៍ថាផលិតផលងាយដែលបងប្អូនឬក៏បងទាំងគ្នាអាចទិញបាននៅក្នុងម៉ាតនេះគឺជាផលិតផលជាតិរបស់យើងតែម្ដងដែលមានឈ្មោះថាមីជាតិបងប្អូនគ្នាបាទយើងនិយាយថាមីជាតិគឺជាមីមួយដែលផលិតដល់កូនខ្មែរសុទ្ធសាធតែម្ដងបាទមានទីតាំងនៅរាជធានីភ្នំពេញបាទផ្ទាល់តែម្ដងហើយអក្សរខ្មែររសជាតិខ្មែរហើយមីជាតិរបស់យើងនេះគឺមានរហូតដល់4រសជាតិបងប្អូនគ្នាទី1គឺរសជាតិសាច់មាន់បាទទី2រសជាតិម្ជូរបង្គាទី3រសជាតិសាច់ជ្រូកចិញ្ច្រាំនិងទី4រសជាតិខគោបាទហើយបើយើងនិយាយអំពីតម្លៃនៃមីជាតិរបស់យើងណាបងប្អូនគ្នានេះមីជាតិនេះគឺតម្លៃត្រឹមតែ1100រៀលតែប៉ុណ្ណោះនៅក្នុងម៉ាតបាទនៅក្នុង Lucky Mart អញ្ចឹងបើយើងនិយាយពីផលិតផលរបស់យើងហើយជាផលិតផលក្នុងស្រុកហើយជាផលិតផលដែលបង្កើតឬក៏ផលិតដោយកូនខ្មែរហើយបើយើងប្រៀបធៀបជាមួយនឹងមីថៃឬក៏មីម៉ាអីផ្សេងនេះគឺយើងមើលឃើញតម្លៃរបស់ពួកគាត់គឺហាក់បីដូចជាខ្ពស់ជាងយើងប្រហែលជាខ្ទង់800រៀលបាទគាត់តម្លៃរបស់គាត់រហូតដល់1900រៀលបើយើងនិយាយពីទំហំកញ្ចប់ទម្ងន់អីផ្សេងគឺដូចគ្នាហើយបើយើងនិយាយពីរសជាតិពេញគឺមីជាតិគឺបង្ហាញអំពីមោទនភាពជាតិខ្មែរតែម្ដងគឺបង្ហាញអំពីរសជាតិខ្មែរមោទនភាពជាតិខ្មែរពលឹងជាតិខ្មែរតែម្ដងអញ្ចឹងក្នុងនាមខ្ញុំជាយុវជនកម្ពុជាម្នាក់ខ្ញុំមិនចាំបាច់ឲ្យបងប្អូនទាំងអស់គ្នាលីកភ្លើងលីអាវុធទៅធ្វើទាហានទៅធ្វើស្អីឲ្យវាផុសផុលជ្រងច្រាំងនោះទេបាទអ្វីដែលខ្ញុំចង់ឲ្យបងប្អូនជាយុវជនរបស់យើងធ្វើគួរតែបង្កើននៅការគ្រប់គ្រងនៅផលិតផលជាតិរបស់យើងឲ្យបានគត់មុតឲ្យបានកកឲ្យបានផូរផង់ទាំងអស់គ្នាបាទបើសិនជាយើងជាខ្មែរយើងមិនបានផលិតឬក៏យើងមិនបានប្រើប្រាស់នៅផលិតផលខ្លួនឯងទេហើយយើងចាំពឹងផ្អែកទៅលើផលិតផលដទៃទេគឺពិបាកហើយបងប្អូនគ្នាដោយសពថ្ងៃនេះខាងភាគីថៃគាត់ចង់បិទភ្លើងក៏បិទទៅគាត់ចង់ផ្ដាច់អ៊ីនធឺណិតក៏ផ្ដាច់ទៅឥឡូវហ្នឹងឮព័ត៌មានថាចង់ផ្ដាច់ឬក៏ផ្ដាច់ការផ្គត់ផ្គង់នៅប្រេងឥន្ធនៈទៀតអត់អីទេខ្មែរអាចធ្វើបានខ្មែរមានទំនាក់ទំនងមិត្តជិតស្និទ្ធច្រើនណាស់អញ្ចឹងខ្មែរបើសិនជាខ្មែរខ្សោយបើសិនជាខ្មែរបែកបាក់បើសិនជាខ្មែរមិនគ្រប់គ្រងនៅផលិតផលជាតិរបស់យើងទេប្រកាសណាស់យើងមិនអាចរឹងមាំបានទេបាទ